ជំរាបសួរនិងសួស្តីបងប្អូនស្វាគមន៍សាជាថ្មីមកកាន់វីដេអូដែលលេងដើរញ៉ាំរបស់យើងហើយថ្ងៃនេះយើងមានមីនុយមុខម្ហូបថ្មីបងប្អូនមើលឃើញច្បាស់ជាដឹងហើយតែយើងចង់ធ្វើអីគឺប្រហុកចិញ្ច្រាំកសាំងបងប្អូនពីព្រោះថារដូវនេះគឺជារដូវកសាំងយើងបានដល់ហើយបងប្អូនហើយយើងបានធ្វើម្ហូបជាច្រើនតាក់ទងជាមួយនឹងកសាំងរបស់យើងធ្វើបានច្រើនហើយនេះគឺជាម្ហូបមួយមុខដែលបងប្អូនពេញនិយមគ្រប់គ្នាសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺម្ហូបតាំងពីបរមបុរាណយើងមកគឺប្រភេទប្រហុកចិញ្ច្រាំកសាំងហើយតាក់ទងជាមួយគ្រឿងត្រូវនៃយើងធ្វើប្រហុកចិញ្ច្រាំកសាំងយើងត្រូវមានបន្លែដែលត្រូវញ៉ាំជាមួយហើយយើងមានគ្រឿងមួយចំនួនដែលត្រូវធ្វើវាជាមួយនឹងប្រហុកចិញ្ច្រាំកសាំងមានកសាំងមានខ្ទឹមសមានគល់ស្លឹកគ្រៃមានម្ទេសមានស្លឹកក្រូចមានម្ទេសអញ្ចឹងទៅហើយយើងមានគ្រឿងផ្សេងៗទៀតតែយើងត្រូវរៀបចំបន្លែយើងទៅជាម្ទេសនេះបងប្អូនដាក់ថែមទៅហើយបងប្អូនចូលចិត្តហឹរខ្លាំងដាក់ម្ទេសឲ្យច្រើនទៅព្រោះប្រហុកចិញ្ច្រាំបើសិនជាហឹរយ៉ាងខ្លាំងតិចក៏ឆ្ងាញ់ដែរចឹងណាហើយតាក់ទងជាមួយគ្រឿងផ្សេងៗគឺមានច្រើនទៀតដូចជាម្ទេសដូចជាខ្ញីផ្សេងៗតែបងប្អូននិយមចូលចិត្តញ៉ាំអញ្ចឹងបងប្អូនធ្លាប់ធ្វើបងប្អូនដឹងហើយអញ្ចឹងបងប្អូនត្រូវការថែមថយគ្រឿងឲ្យបន្ថែមផ្សេងទៀតពីលើហ្នឹងបងប្អូនអាចថែមបានហើយយើងក៏ចាប់ផ្ដើមយកកសាំងយកទៅពុះអញ្ចឹងបងប្អូនកសាំងខែនេះគឺចាប់ផ្ដើមម្ដងអញ្ចឹងមានចាស់ខ្លះមានខ្ចីខ្លះអញ្ចឹងយើងអត់អីទេយើងអាចយកមកចិញ្ច្រាំបានព្រោះខែនេះទៅតែខែដល់ហើយអញ្ចឹងយើងក៏ចាប់ផ្ដើមយកមកធ្វើម្ហូបហើយព្រោះមកដល់ការមានតែម្ដងទេទៅមួយកសាំងយើងជាមួយផ្លែកសាំងគឺដល់កសាំងគឺយើងធ្វើម្ហូបដែលតាក់ទងជាមួយនឹងកសាំងយើងហ្នឹងហើយយើងយកមកឆ្កៀលវាមកឆ្កឹះយកតែសាច់ខាងក្នុងនោះដើម្បីយើងរៀបចំក្នុងការចិញ្ច្រាំប្រហុកយើងហើយតាក់ទងជាមួយកសាំងនេះដែរបងប្អូននិយមចូលចិត្តបងប្អូនដាក់ឲ្យច្រើនទៅហើយវាស្រ័យតែការនិយមចិត្តហើយយើងទិញយើងរើមើលបងប្អូនចេះរើបងប្អូនជាច្បាស់ជាដឹងថាកសាំងវាមិនចាស់មិនខ្ចីចឹងព្រោះថាពេលខ្លះទិញមកប៉ះខ្ចីច្រើននេះក៏អត់សូវឆ្ងាញ់ដែរវាបានយ៉ាងចាស់ច្រើនតិចល្អចឹងតាក់ទងជាមួយការចិញ្ច្រាំប្រហុកជាមួយអីនេះហើយបន្ទាប់មកយើងចាប់ផ្ដើមហាន់ម្ដេចហាន់គល់ស្ក្រៃបងប្អូនហាន់ម្ដេចហាន់គល់ស្ក្រៃហ្នឹងហាន់វាច្រើនទៅតាក់ទងជាមួយសឹកគល់ស្ក្រៃនេះគឺវាបង្កើនក្លិនឈ្ងុយហើយយើងមានជាស្លឹកក្រូចយើងមានខ្ទឹមសយើងមានម្ទេសអីចឹងគ្រឿងផ្សំតាក់ទងជាមួយប្រហុកចិញ្ច្រាំកសាំងយើងបងប្អូនចឹងដូចក្នុងវីដេអូចឹងគឺយើងមានប៉ុណ្ណឹងយើងហាន់វាហើយយើងចាប់ផ្ដើមធ្វើការចិញ្ច្រាំអញ្ចឹងតាក់ទងជាមួយការចិញ្ច្រាំយើងដឹងតែចិញ្ច្រាំហើយតែយើងត្រូវចាត់នៅគ្រឿងក្រៅដែលតាក់ទងជាមួយការចិញ្ច្រាំប្រហុកនេះចាត់វាសពរបស់ហើយទើបយើងចាប់ផ្ដើមរៀបចំចិញ្ច្រាំប្រហុកអញ្ចឹងយើងចិញ្ច្រាំប្រហុកមុនគេតាក់ទងមួយប្រហុកយើងលាងទឹកលាងឲ្យស្អាតទៅយើងចាប់ផ្ដើមចិញ្ច្រាំវាឲ្យរាងម៉ត់មកដោយសារប្រហុកនេះគឺជាតួឯកបងប្អូនយើងចិញ្ច្រាំប្រហុកកសាំងគឺប្រហុកខាងកសាំងដាក់តួឯកអញ្ចឹងយើងចាំវាឲ្យរាងម៉ត់តិចមកបងប្អូនតាក់ទងមួយប្រហុកយើងហើយបន្ទាប់មកបានយើងចាប់ផ្ដើមចិញ្ច្រាំគ្រឿងផ្សំយើងមានគល់ស្ក្រៃមានម្ទេសមានខ្ទឹមសមានម្ទេសយើងចិញ្ច្រាំវាមកចិញ្ច្រាំវាឲ្យរាងម៉ត់សិនមកបានយើងចាប់ផ្ដើមចិញ្ច្រាំលាយជាមួយប្រហុកយើងប្រហុកដែលយើងបានចិញ្ច្រាំម៉ត់ហើយអញ្ចឹងបងប្អូនហើយតាក់ទងជាមួយនឹងគ្រឿងផ្សំរបស់យើងគឺយើងផ្សំគ្រឿងខុសៗគ្នាអាស្រ័យទៅលើការនិយមចូលចិត្តរបស់បងប្អូនម្នាក់ៗអញ្ចឹងបងប្អូនដែលមើលវីដេអូនេះហើយអាចខមមិនបានតើយើងខ្វះខាតអ្វីដើម្បីដាក់បន្ថែមទៅឲ្យមានជាតិកាន់តែឈ្ងុយឆ្ងាញ់តាក់ទងជាមួយនឹងម្ហូបប្រហុកចិញ្ច្រាំកសាំងយើងនេះព្រោះតាក់ទងជាមួយគ្រឿងនេះយើងមានគ្រឿងមួយចំនួនដែរទេគឺมันមានគ្រប់សពទាំងអស់ទេគ្រាន់តែយើងចង់បង្ហាញពីរបៀបធ្វើអញ្ចឹងហើយគ្រឿងដូចបងប្អូនដឹងហើយគឺយើងនិយមចូលចិត្តផ្សេងៗអ្នកខ្លះក៏ចូលចិត្តអ្នកខ្លះចូលចិត្តនោះអ្នកខ្លះក៏មិនចូលចិត្តហើយអ្នកខ្លះក៏ចូលចិត្តសក្តិអញ្ចឹងទៅអានោះវាជារសនៃការនិយមចូលចិត្តរបស់បងប្អូនរៀងៗខ្លួនអញ្ចឹងហើយបន្ទាប់ពីយើងបានចិញ្ច្រាំគ្រឿងមានខ្ទឹមមានម្ទេសមានស្ក្រៃបានរៀងម៉ត់មកចុងហើយយើងចាប់ផ្ដើមដាក់ប្រហុកដែលយើងបានចិញ្ច្រាំរួចចូលដើម្បីចិញ្ច្រាំចូលគ្នាជាមួយម្ទេសជាមួយនឹងគ្រឿងក្រៅរបស់យើងអញ្ចឹងព្រោះដាក់ប្រហុកទៅដើម្បីវាចាប់ជាមួយគ្រឿងយើងហើយវាស្អិតក្នុងការចិញ្ច្រាំដើម្បីយើងងាយស្រួលចិញ្ច្រាំឲ្យបានកាន់តែម៉ត់អញ្ចឹងតាក់ទងជាមួយនឹងប្រហុកចិញ្ច្រាំនេះបងប្អូនគឺត្រូវការចិញ្ច្រាំតោះតែចុកដៃតែម្ដងបងប្អូនព្រោះយើងចិញ្ច្រាំហើយបងប្អូនមានក្បាត់2យើងអាចចិញ្ច្រាំក្បាត់2ដែរលឿនអញ្ចឹងតាក់ទងមួយការចិញ្ច្រាំហើយនេះយើងចិញ្ច្រាំតែក្បាត់មួយទេហើយយើងចិញ្ច្រាំបណ្ដាយើងថែមថយគ្រឿងផ្សេងៗទៀតបណ្ដាហើយតាក់ទងជាមួយនឹងកសាំងយើងចាំដាក់ក្រោយបងប្អូនយើងចិញ្ច្រាំលើឲ្យវាចូលជាមួយគ្រឿងយើងសិនហើយមិនយើងចិញ្ច្រាំកសាំងថែមជីថែមគ្រឿងយើងមានស្ករប៊ីចេងអីយើងថែមនៅចុងក្រោយបងប្អូនហើយបានយើងតេស្តរសជាតិភ្លក់រសជាតិហ្នឹងអញ្ចឹងយើងចិញ្ច្រាំវាចូលសិនជាមួយនឹងគ្រឿងយើងហើយបន្ទាប់ពីយើងបានចិញ្ច្រាំជាមួយនឹងគ្រឿងគល់ស្ក្រៃជាមួយម្ទេសជាមួយអីផ្សេងៗហ្នឹងដាក់ជាមួយនឹងប្រហុកហ្នឹងគឺយើងបានចិញ្ច្រាំវារាងម៉ត់ដែរហើយអញ្ចឹងយើងក៏ដល់ពេលដែលត្រូវយើងដាក់កសាំងចូលបងអញ្ចឹងកសាំងគឺនៅវគ្គទី2យើងចិញ្ច្រាំជាមួយគ្រឿងនៅវគ្គទី1ហើយកសាំងយើងដាក់ចូលនៅវគ្គទី2អញ្ចឹងកសាំងយើងក៏រាងច្រើនដែរអញ្ចឹងយើងចាប់ផ្ដើមចិញ្ច្រាំកសាំងដើម្បីមិចចូលជាមួយនឹងគ្រឿងរបស់យើងជាមួយប្រហុកជាមួយគ្រឿងរបស់យើងហើយតើតើជាមួយការចិញ្ច្រាំរបស់យើងយើងrecommendឲ្យបងប្អូនប្រើជ្រុញរាងធំបងប្អូនជ្រុញរាងធំតិចដើម្បីងាយស្រួលចិញ្ច្រាំបើជ្រុញតូចៗយើងចិញ្ច្រាំទៅវាពេលយើងដាក់មកវាហ៊ីពេញជ្រុញអញ្ចឹងយើងពិបាកក្នុងការចិញ្ច្រាំហ្នឹងបងប្អូនអញ្ចឹងជ្រុញនៅក្នុងវីដេអូយើងក៏រាងធំដែរតើតើជាមួយនឹងកសាំងជាមួយនឹងគ្រឿងក្រៅយើងវាច្រើនដែរអញ្ចឹងក៏វាចង់នឹងហ៊ីជ្រុញអញ្ចឹងយើងចិញ្ច្រាំវាពិបាកតិចតែពេលវាម៉ត់ទៅបានយើងស្រួលចិញ្ច្រាំអញ្ចឹងបងប្អូនហើយយើងថាតម្រាំតែយើងចិញ្ច្រាំកសាំងទាំងអស់ហ្នឹងបានចូលគ្នាជាមួយនឹងប្រហុកជាមួយគ្រឿងយើងមកគឺប្រើរយៈពេលយូរដែរបងប្អូនចុកដៃហើយយើងក៏ដល់ដំណាក់កាលតង់ទី3គឺយើងដាក់ជីហើយជីនេះបងប្អូនអាចដាក់ក៏បានមិនដាក់ក៏បានតែយើងដាក់នេះដើម្បីឲ្យយើងចេញពណ៌ខៀវហើយពេលដែលយើងញ៉ាំទៅវាមានរសជាតិឈ្ងុយជីយើងគ្រប់មុខចឹងបងប្អូនមានជីមានខ្ទឹមនិយាយជីគ្រប់មុខបងប្អូនអាចដាក់បានចឹងនេះសម្រាប់បទពិសោធន៍នៃការចិញ្ច្រាំរបស់ខាងខ្ញុំចឹងគេបងប្អូនផ្សេងមិនដឹងថាគាត់ចិញ្ច្រាំទៅដាក់ជីនឹងដែរឬក៏អត់ចឹងពេលដែលបងប្អូនដាក់គឺធ្វើឲ្យប្រហុកបងប្អូនវាមានពណ៌ខៀវ
មើលទៅវាតំណងដែរចឹងបងប្អូនហើយវាឈ្ងុយពេលយើងញ៉ាំទៅវាមានគ្រឿងជីមានអីផ្សេងៗយើងថែមពេលដែលយើងញ៉ាំយើងផ្ទាប់ជាមួយជីជាមួយបន្លែយើងក្រុមមុខទៀតក៏បានដែរចឹងបងប្អូនពីព្រោះថាពេលដែលយើងចិញ្ច្រាំដាក់ជីទៅវាជួយលើកសោភ័ណភាពមុខម្ហូបយើងឲ្យវាមានពណ៌មាន color ផ្សេងៗពណ៌រាងខៀវមើលទៅវាធម្មជាតិហើយវានិយាយទៅវាថែមរសជាតិមួយបែបដែរចឹងសម្រាប់បងប្អូនដែលចង់ចិញ្ច្រាំបងប្អូនអាចសាកដាក់បើបងប្អូននិយមចូលចិត្តបងប្អូនអាចដាក់បានតែបងប្អូនគិតថាមិនសូវចូលចិត្តជីមិនសូវចូលចិត្តអីតាមចំណង់ចំណូលចិត្តរបស់បងប្អូនចឹងបើយើងចិញ្ច្រាំយូរទៅនេះបងប្អូនឃើញវាឡើងពណ៌ខៀវចឹងវាជួយឲ្យម្ហូបយើងមានពណ៌មានសម្រស់កាន់តែគួរឲ្យចង់ញ៉ាំចឹងបងប្អូនហើយនេះគ្រាន់តែជាការចែករំលែកមួយទេបើសិនបងប្អូននិយមចូលចិត្តបងប្អូនអាចដាក់ទៅទាក់ទងជាមួយជីគ្រប់មុខមានជីមានខ្ទឹមអីផ្សេងៗបងប្អូនអាចដាក់បានជាមួយនឹងការចិញ្ច្រាំរបស់យើងហើយបន្ទាប់ពីយើងបានចិញ្ច្រាំរៀងមាត់ហើយបងប្អូនក៏ចាប់ផ្ដើមថែមគ្រឿងនេះគឺជាវគ្គទី4ហើយបងប្អូនវគ្គទី4គឺវគ្គបញ្ចប់ដែលយើងបានភ្លក់ហើយចឹងយើងថែមគ្រឿងមានម្សៅស៊ុបមានស្ករមានប៊ីចេងអញ្ចឹងទៅហើយបងប្អូនភ្លក់សិនព្រោះប្រហុកយើងមានជាតិប្រៃបងប្អូនថែមអំបិលថែមអីទៅវាធ្វើយើងប្រៃខ្លាំងអញ្ចឹងបងប្អូនថែមស្ករថែមប៊ីចេងថែមម្សៅស៊ុបថែមអីម្សៅស៊ុបក៏មិនរីកមិនឲ្យដាក់ច្រើនប៉ុន្មានទេព្រោះថាប្រហុកយើងធម្មតាបងប្អូនដែរប្រហុកវាមានជាតិប្រៃស្រាប់អញ្ចឹងយើងត្រូវការប្រើស្ករប្រើអីច្រើនប៉ុន្តែតកតងជាមួយគ្រឿងយើងក៏វាច្រើនដែរតកតងជាមួយយើងដាក់កសាំងយើងដាក់ជីដាក់អីច្រើនដែរអញ្ចឹងវាជួយកាត់ជាតិប្រៃបានច្រើនដែរអញ្ចឹងបងប្អូនចាប់ដើមចិញ្ច្រាំទៅតកតងជាមួយនឹងយើងវាយគ្រឿងផ្សំគ្រឿងទេសយើងចូលស្ករប៊ីចេងហ្នឹងយើងចាប់ដើមវាយចូលឲ្យតាមមើលខាងរបស់យើងចូលចិត្តផ្អែមចូលចិត្តអីផ្សេងៗបងប្អូនដាក់ផ្សំគ្រឿងឲ្យត្រូវតាមអ្វីដែលយើងធ្លាប់ញ៉ាំហ្នឹងហើយបើបងប្អូននិយមញ៉ាំហឹរបងប្អូនអាចថែមម្ទេសបានថែមទៀតចឹងបើឥឡូវយើងវាយគ្រឿងវាយអីហើយយើងអាចភ្លក់បានហើយតកតងជាមួយអស់ជារសប្រៃផ្អែមហឹរអីចឹងបងប្អូនអាចផ្សំគ្រឿងបន្ថែមនៅវគ្គទី4នេះហើយបន្ទាប់ពីយើងបានចិញ្ច្រាំរួចមកនេះគឺជាលទ្ធផលប្រហុកចិញ្ច្រាំយើងចំនួន1ជ្រុញបងប្អូនចំនួន1ជ្រុញធំគឺយើងបានសម្រេចហើយគឺយើងចាប់ផ្ដើមតេស្តភ្លក់រសជាតិយើងហើយឃើញថាល្មមហើយប្រៃផ្អែមហ្នឹងគឺយើងទទួលយកបានចឹងតកតងជាមួយនឹងការចិញ្ច្រាំរបស់យើងព្រោះយើងភ្លក់រសជាតិទាំងអស់គ្នាហើយយើងឲ្យរ៉េតតកតងជាមួយនឹងរសជាតិយើងស្ទើរយើងថែមនឹងទៀតចឹងណាហើយបន្ទាប់ពីយើងបានភ្លក់ហើយរសជាតិគឺអូខេហើយឥឡូវយើងចាប់ផ្ដើមដួសដាក់កំប៉ុងទុកបងប្អូនហើយអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនៃការធ្វើប្រហុកចិញ្ច្រាំកាសាំងនេះចឹងសង្ឃឹមថាវីដេអូនេះនឹងចែករំលែកទៅដល់បងប្អូនដទៃទៀតឲ្យចេះធ្វើញ៉ាំសម្រាប់បងប្អូនដែលមិនទាន់ចេះធ្វើនៅការចិញ្ច្រាំប្រហុកចិញ្ច្រាំកាសាំងយើងនេះពីព្រោះថាឥឡូវដល់ខែកាសាំងហើយបងប្អូនដែលមើលវីដេអូនេះហើយសង្ឃឹមថាបងប្អូននឹងចាប់ផ្ដើមធ្វើនៅប្រហុកចិញ្ច្រាំញ៉ាំមកបានគ្រប់គ្នាព្រោះតាមរដូវយើងមានតែម្ដងទេតកតងជាមួយនឹងរដូវកាលកាសាំងរបស់យើងអរគុណច្រើនបងប្អូនបើសិនជាបងប្អូនចូលចិត្តស្រឡាញ់វីដេអូយើងកុំភ្លេចចុច like និង share វីដេអូនេះទៅកាន់មិត្តភក្តិដទៃទៀតដើម្បីឲ្យពួកគាត់បានឃើញហើយនិងបានធ្វើញ៉ាំទាំងអស់គ្នាតកតងជាមួយម្ហូបខ្មែរម្ហូបផ្សេងៗដែលខាងយើងបានចែករំលែកទៅបងប្អូនអរគុណច្រើនបងប្អូនជម្រាបលាបាយបាយសុខសប្បាយទាំងអស់គ្នា